Ada Lovelace គឺជាគណិតវិទូនិងជាអ្នកនិពន្ធដ៏មានចក្ខុវិស័យដែលបច្ចុប្បន្ននេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាស្ត្រីទី1ដែលបង្កើតនិងសរសេរកូដកម្មវិធីកុំព្យូទ័រដំបូងគេនៅលើពិភពលោកខណៈពេលដែលមនុស្សក្នុងចំនួនរបស់នាងមើលឃើញថាម៉ាស៊ីនគិតលេខគ្រាន់តែជាឧបករណ៍សាមញ្ញមួយសម្រាប់គណិតវិទ្យាតែអាដាបានមើលឃើញសក្តានុពលសម្រាប់ពិភព Digital ទាំងមូលប្រភពដើមនិងជីវិតកាលពីកុមារភាព Ada Lovelace បានកើតនៅថ្ងៃទី10ខែធ្នូឆ្នាំ1815នៅទីក្រុងឡុងក្នុងប្រទេសអង់គ្លេសឈ្មោះពីកំណើតរបស់នាងគឺ Augusta Ada Byron នាងបានក្លាយជាជំទាវ Lovelace នៅពេលដែលស្វាមីរបស់នាងត្រូវបានដំឡើងឋានៈជាអៀលនៅក្នុងឆ្នាំ1838នាងគឺជាកូនស្រីស្រុកច្បាប់តែមួយគត់របស់កវីដ៏ល្បីល្បាញមួយរូបគឺលោក Lord Byron ទោះជាយ៉ាងណានាងមិនដែលស្គាល់មុខរបស់លោកឡើយព្រោះលោកបានចាក់ចែងពីប្រទេសអង់គ្លេសជារៀងរហូតនៅពេលដែលអាដាមានអាយុត្រឹមតែប្រមាណសប្តាហ៍ប៉ុណ្ណោះម្ដាយរបស់នាងគឺលោកស្រី Lady Byron គាត់ភ័យខ្លាចយ៉ាងខ្លាំងថាអាដានឹងទទួលមរតកនៃភាពឈួតឆ្កួតនិងចរិតមួម៉ៅបែបកវីដោយឪពុករបស់នាងទើបគាត់បង្ខំឲ្យអាដាសិក្សាតក្កវិទ្យាគណិតវិទ្យានិងវិទ្យាសាស្ត្រតាំងពីក្មេងជីវិតនៃកុមារភាពភាគច្រើនរបស់នាងត្រូវចំណាយពេលនៅលើគ្រែដោយសារជំងឺកញ្ជ្រិលនិងការស្លាប់មួយចំហៀងខ្លួនដែលអូសបន្លាយជិត1ឆ្នាំដែលក្នុងអំឡុងពេលនោះនាងបានផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការសិក្សារបស់នាងនៅអាយុ12ឆ្នាំអាដាបានសម្រេចចិត្តថានាងចង់ហោះហើរនាងបានសិក្សាអំពីកាយវិភាគសាស្ត្ររបស់សត្វស្លាបនិងលក្ខណៈសម្បត្តិនៃវត្ថុធាតុផ្សេងៗដោយបានសរសេរសៀវភៅណែនាំដែលមានគំនូរហៅថា Flyology នៅក្នុងឆ្នាំ1828នៅក្នុងឆ្នាំ1831ក្នុងអាយុប្រហែល16ឆ្នាំនាងបានជាពីជំងឺនិងអាចដើរបានម្ដងទៀតជីវិតនៅក្នុងសង្គមនិងការជួបលោក Charles Babbage នាងគឺជាភ្ញៀវប្រចាំនៅព្រះបរមរាជវាំងរបស់ម្ចាស់ក្សត្រី Victoria ដោយធ្វើការថ្លឹងថ្លែងរវាងជីវិតសង្គមជាន់ខ្ពស់ក្នុងនាមជាជំទាវនិងរាត្រីសម្ងាត់នៃការស្រាវជ្រាវគណិតវិទ្យារបស់នាងគឺជាមិត្តជិតស្និទ្ធរបស់នាង Marie Samuel ដែលជាសមាជិកស្ត្រីដំបូងគេនៃសមាគមតារាសាស្ត្ររាជវង្សដែលបានដើរតួជាអ្នកណែនាំរបស់នាង Ada បានជួបលោក Charles Babbage នៅពេលដែលនាងមានអាយុ17ឆ្នាំលោក Charles Babbage បានបង្ហាញនាងនៅគំនូរនៃម៉ាស៊ីន Different Engineer របស់លោកហើយនាងចាប់អារម្មណ៍ភ្លាមៗទៅលើភាពស្រស់ស្អាតនៃគ្រឿងបង្គុំនៃម៉ាស៊ីននេះលោក Charles Babbage បានដាក់រហស្សនាមឲ្យនាងថា The Endless Chantress of Number ដែលមានន័យថាអ្នកធ្លាក់ក្នុងមន្តសណ្ដំនៃតួលេខដែលជាងារមួយដែលនាងពេញចិត្តបំផុតកម្មវិធីកុំព្យូទ័រដំបូងគេ Ada Lovelace ចេះភាសាបារាំងនិងអ៊ីតាលីយ៉ាងស្ទាត់ជំនាញដែលធ្វើឲ្យនាងភ្ជាប់ទំនាក់ទំនងរវាងគណិតវិទូអឺរ៉ុបនិងសមាគមនៃវិទ្យាសាស្ត្រអង់គ្លេសបានយ៉ាងងាយស្រួលស្នាដៃដ៏ល្បីល្បាញរបស់នាងតាមពិតទៅគឺជាការបកប្រែកំណត់ត្រារបស់ជនជាតិបារាំងឈ្មោះ Luigi Menabrea ទោះជាយ៉ាងណាកំណត់ត្រាផ្ទាល់ខ្លួនរបស់នាងមានប្រវែងវែងជាងអត្ថបទដើមដល់ទៅ3ដងនៅពេលដែលកំណត់ត្រារបស់នាងត្រូវបានបោះពុម្ពជាលើកដំបូងនាងប្រើតែអក្សរកាត់ AAL ប៉ុណ្ណោះព្រោះនៅសម័យនោះវាត្រូវបានគេចាត់ទុកថាជារឿងមិនសមរម្យសម្រាប់ស្ត្រីអភិជនក្នុងការបោះពុម្ពស្នាដៃផ្នែកវិទ្យាសាស្ត្រAdaបានសរសេរកម្មវិធីកុំព្យូទ័រដំបូងគេបង្អស់នៅលើពិភពលោកសម្រាប់គ្រឿងម៉ាស៊ីន Analytical Engine ដែលមិនដែលត្រូវបានសាងសង់រួចរាល់ឡើយនៅពេលដែលនាងនៅមានជីវិតរស់នៅខណៈពេលដែលលោក Babbage បានបង្កើតកំហុសនៅក្នុងការរចនារបស់គាត់ Ada គឺជាអ្នកដែលតែងតែរកឃើញនិងកែតម្រូវកំហុសទៅតាមលំដាប់លំដោយនៃគណិតវិទ្យារបស់លោកនៅក្នុងឆ្នាំ1843នាងបានបោះពុម្ពកំណត់ត្រាមួយចំនួនស្ដីពីម៉ាស៊ីន Analytical Engine របស់លោក Charles Babbage កំណត់ត្រាទាំងនេះរួមបញ្ចូលនៅ algorithm ដើម្បីគណនាលេខ Bernoulli ដែលត្រូវបានគេទទួលស្គាល់សប្តាហ៍ថ្ងៃថាជាកម្មវិធីកុំព្យូទ័រដ៏ស្មុគស្មាញដំបូងគេអ្នកមានចក្ខុវិស័យផ្នែកវិទ្យាសាស្ត្របែបកាបនាងបានពិពណ៌នាអំពីម៉ាស៊ីន Analytical Engine យ៉ាងល្បីល្បាញថាម៉ាស៊ីន Analytical Engine នេះត្បាញលំនាំពេជ្រគណិតដូចគ្នាទៅនឹងកីតម្បាញត្បាញផ្កានិងស្លឹកឈើដូច្នោះដែរខណៈពេលដែលលោក Babbage ផ្ដោតលើគណិតវិទ្យា Ada បានដឹងថាប្រសិនបើលេខអាចតំណាងឲ្យអ្វីៗផ្សេងទៀតដូចជាតន្ត្រីឬអក្សរជាដើមម៉ាស៊ីននោះអាចនិពន្ធតន្ត្រីឬបង្កើតក្រាហ្វិកបាន
នេះគឺជាកំណើតនៃគំនិតកុំព្យូទ័រទំនើបដែលយើងគ្រប់គ្នាកំពុងតែប្រើប្រាស់ខណៈពេលដែលអ្នកផ្សេងគិតថាកុំព្យូទ័រគ្រាន់តែជាម៉ាស៊ីនគិតលេខដែលមានល្បឿនលឿនប៉ុណ្ណោះតែអាដាគឺជាមនុស្សដំបូងគេដែលដឹងថាកុំព្យូទ័រគឺជាម៉ាស៊ីនដែលកែច្នៃនិមិត្តសញ្ញាអាដាបានដាក់ឈ្មោះវិធីសាស្ត្ររបស់នាងថាវិទ្យាសាស្ត្របែបកាបនាងជឿជាក់ថាវិចារណញ្ញាណនិងការស្រមើស្រមៃគឺចាំបាច់សម្រាប់ការអនុវត្តគំនិតបែបគណិតវិទ្យានិងវិទ្យាសាស្ត្រឲ្យមានប្រសិទ្ធភាពនាងតែងតែពិពណ៌នាអំពីចិត្តរបស់នាងថាជាម៉ាស៊ីនដ៏ស្មុគស្មាញហើយធ្លាប់សរសេរថាខួរក្បាលរបស់នាងគឺលើសពីមនុស្សធម្មតានាងធ្លាប់ជឿថានាងអាចបង្កើតប្រព័ន្ធគណិតវិទ្យាសម្រាប់អារម្មណ៍របស់មនុស្សដោយសង្ឃឹមថានឹងបង្ហាញថាអារម្មណ៍ក៏មានសណ្ដាប់ធ្នាប់ដូចជាតួលេខដែរជីវិតចុងក្រោយនិងមរណភាពនៅពេលអាយុច្រើនបន្តិចអាដាបានព្យាយាមបង្កើតគំរូគណិតវិទ្យាសម្រាប់ឈ្នះការប្រណាំងសេះក៏ប៉ុន្តែជាអកុសលគំរូនេះបានបរាជ័យហើយនាងបានជាប់បំណុលយ៉ាងច្រើនថែមទៀតផងនាងគឺជាមិត្តដ៏ជិតស្និទ្ធជាមួយនឹងកវី Charles Dickens និងត្រូវបានគេរាយការណ៍ថានាងបានសុំឲ្យលោក Dickens អានរឿងឲ្យនាងស្ដាប់នៅពេលដែលនាងមានជំងឺឈឺធ្ងន់ជិតស្លាប់ដោយទៅនឹងឪពុករបស់នាងដែរអាដា Lovelace បានទទួលមរណភាពក្នុងវ័យក្មេងត្រឹមតែអាយុ36ឆ្នាំប៉ុណ្ណោះដោយសារជំងឺមហារីកស្បូនទោះបីជាមិនដែលស្គាល់មុខឪពុករបស់នាងក៏ដោយនាងបានស្នើសុំឲ្យគេបញ្ចុះសពរបស់នាងនៅក្បែរលោក Lord Byron នៅក្នុងវិហារ Marie Magdalene ក្នុងទីក្រុង Nottingham កេរដំណែលនិងការទទួលស្គាល់ស្នាដៃរបស់នាងត្រូវបានគេបំភ្លេចចោលអស់រយៈពេលមួយសតវត្សរហូតដល់ត្រូវបានរកឃើញឡើងវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ1940និងឆ្នាំ1950ដោយអ្នកត្រួសត្រាយផ្លូវដូចជាលោក Alan Turing ជាដើមនៅក្នុងឆ្នាំ1980ក្រសួងការពារជាតិអាមេរិកបានដាក់ឈ្មោះភាសាសរសេរកម្មវិធីកុំព្យូទ័រកម្រិតខ្ពស់មួយថា ADA ដើម្បីជាការផ្ដល់កិត្តិយសដល់រូបនាងនៅថ្ងៃអង្គារទី2នៃខែតុលាត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំជាទិវា ADA Lovelace ដើម្បីផ្ដល់ជាកិត្តិយសដល់សមិទ្ធផលរបស់ស្ត្រីនៅក្នុងវិស័យ STEM ដែលជាវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាចាប់តាំងពីឆ្នាំ2017មកមុខរបស់អាដាត្រូវបានបង្ហាញនៅលើ hologram នៃលិខិតឆ្លងដែនរបស់អង់គ្លេសមួយចំនួនដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់នាងចំពោះវិទ្យាសាស្ត្រអង់គ្លេសសប្តាហ៍ថ្ងៃនេះអាដាត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃផ្នែកធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យាដោយរំលឹកយើងថាកុំព្យូទ័រត្រូវបានបង្កើតឡើងដើម្បីពង្រីកគំនិតនៃច្នៃប្រឌិតរបស់មនុស្ស